រឿងសម្ងាត់ចិត្តវិជាពាក់ព័ន្ធជាមួយនឹងមនុស្សបើមនុស្សម្នាក់ដេកច្រើនខុសពីធម្មតាវាបញ្ជាក់ប្រាប់ថាគេកំពុងតែគ្មានក្តីសុខថាមនុស្សម្នាក់នោះសោយច្រើនសំបីតែរឿងមិនគួរឲ្យចង់សោយវាបង្ហាញឲ្យដឹងថាគេកំពុងមានអារម្មណ៍ឯកាក្នុងចិត្តបើមនុស្សម្នាក់ព្យាយាមជ្រុំជ្រែងនិងជួយអ្នកដទៃគ្រប់ពេលវេលាអ្នកប្រហែលជាមិនគិតនិងមិនជឿទេថាការពិតទៅក្នុងចិត្តរបស់គេក៏ត្រូវការជំនួយជ្រុំជ្រែងខ្លាំងដូចគ្នាតែពួកគេជ្រើសរើសមិនប្រាប់បញ្ហាខ្លួនឯងឲ្យអ្នកណាស្ដាប់ជារឿយៗបើសិនជាមនុស្សម្នាក់កុហកជាញឹកញាប់មូលហេតុអាចមកពីគេមិនជឿជាក់លើខ្លួនឯងបើមនុស្សម្នាក់ព្យាយាមធ្វើខ្លួនឲ្យលេចធ្លោគ្រប់ពេលវេលាអាចមកពីគេមិនធ្លាប់ទទួលបានក្តីស្រឡាញ់ឬការចាប់អារម្មណ៍នៅអតីតបើសិនជាមនុស្សម្នាក់យំដោយសារតែបញ្ហាតិចតួចវាបញ្ជាក់ថាគេនឹងបរិសុទ្ធនិងទឹកចិត្តល្អហើយនឹងមនុស្សម្នាក់ដែលតែងតែឆេវឆាវចិត្តក្តៅវាបង្ហាញប្រាប់ថាគេមានភាពឈឺចាប់យ៉ាងខ្លាំងនៅខាងក្នុងដែលគេបានលាក់ទុកនៅក្នុងបាតបឹងនៃចិត្តចុងក្រោយបើសិនជាមនុស្សម្នាក់និយាយតិចនៅក្នុងចំណោមមនុស្សច្រើនវាអាចមកពីគេមានចិត្តរឹងមាំគេដឹងច្បាស់ថាមនុស្សឆ្លាតស្ដាប់ច្រើនជាងនិយាយដូច្នេះហើយបានជាពួកគេផ្ដោតសំខាន់និងផ្ដោតតម្លៃឲ្យពាក្យសម្ដីខ្លួនឯងមុននឹងនិយាយចេញមក